សួស្តីអ្នកនរគ្នាថ្ងៃនេះខ្ញុំមកធ្វើការអាប់ដេតតម្លៃហាងឆេងមាសបាទសម្រាប់ថ្ងៃទី9ខែមីនាឆ្នាំ2026អញ្ចឹងយើងឃើញថាតម្លៃហាងឆេងមាសនៅព្រឹកនេះគឺបើកផ្សារមកគឺមានការធ្លាក់ចុះច្រើនមែនតើបងប្អូនអ្នកគ្នាបាទជាង$140ជាងហើយនៅក្នុងមួយអោនបើយើងគិតជាជីឬមួយក៏តម្លឹងទៅប្រហែលជាជាង$200បងប្អូនអ្នកគ្នានៅក្នុងមួយតម្លឹងសម្រាប់ទីផ្សារហាងឆេងមាសអន្តរជាតិហើយបច្ចុប្បន្នតម្លៃហាងឆេងមាសកំពុងតែជួញដូរនៅតម្លៃ$5092នៅក្នុងមួយអោនបើសិនជាយើងគិតជាជីប្រហែលជាចន្លោះតម្លៃ$613ទៅ$615នៅក្នុងមួយជីបងប្អូនអ្នកគ្នាសម្រាប់ទីផ្សារហាងឆេងមាសថ្ងៃទី9ខែមីនាម៉ោង10:37នាទីបាទអញ្ចឹងយើងឃើញថាសន្ទុះបាទតម្លៃហាងឆេងមាសគឺមានការធ្លាក់ចុះបងប្អូនដោយសារតែបាទសន្ទុះលុយដុល្លារមានការកើនឡើងថ្លៃបាទដូចយើងដឹងហើយយើងទិញលក់មាសជាមួយនឹងលុយដុល្លារអញ្ចឹងតើកាលណាលុយដុល្លារមានតម្លៃហាងឆេងមាសប្រកាសជាមានការធ្លាក់ចុះបាទតាម website ដែលខ្ញុំ check មើលនេះបងប្អូនបាទនៅក្នុង Trading View បាទសន្ទុះលុយដុល្លារបានកើនឡើងរហូតដល់99.61បងប្អូនអ្នកគ្នាបាទសម្រាប់ហាងឆេងបាទលុយដុល្លារនៅព្រឹកនេះបាទអញ្ចឹងវាជាហេតុផលមួយដែលធ្វើឲ្យតម្លៃហាងឆេងមាសគឺមានការធ្លាក់ចុះបងប្អូនហើយតាក់ទងទៅនឹងការធ្លាក់ចុះនៃតម្លៃហាងឆេងមាសទៀតសោតបាទគឺតាក់ទងទៅនឹងសង្គ្រាមដែលបងប្អូនបច្ចុប្បន្នគឺបានដឹងហើយរវាងសហរដ្ឋអាមេរិកអ៊ីស្រាអែលនិងអ៊ីរ៉ង់បាទអញ្ចឹងជាធម្មតានៅពេលដែលមានសង្គ្រាមយើងរំពឹងទុកថាតម្លៃមាសកើនឡើងប៉ុន្តែហេតុអីបានជាសង្គ្រាមលើកនេះតម្លៃហាងឆេងមាសធ្លាក់ចុះបងប្អូនអ្នកនាងបាទអញ្ចឹងហេតុផលចម្បងដោយសារតែបងប្អូនដឹងហើយបាទតាមបងប្អូនធ្លាប់ research មើលគឺតាក់ទងទៅនឹងខាងមជ្ឈិមបូព៌ាបាទប្រទេសអ៊ីរ៉ង់បាទនៅមជ្ឈិមបូព៌ាគឺជាតំបន់មួយដែលសម្បូរទៅដោយប្រេងមែនតើបងប្អូនបាទអញ្ចឹងការនាំចេញប្រេងបាទប្រហែលជា1/3នៃពិភពលោករបស់យើងឯងគឺនាំចេញពីមជ្ឈិមបូព៌ាបងប្អូនបាទអញ្ចឹងដោយសារតែមានសង្គ្រាមបាទគឺខាងអ៊ីរ៉ង់គឺគាត់បង្អាក់ទៅនឹងផ្លូវទឹកបងប្អូនណាផ្លូវទឹកដែលដឹកនាំចេញប្រេងហ្នឹងគឺមិនអោយប្រទេសដែលនាំចេញប្រេងដូចជាប្រទេសគុយវ៉ែតប្រទេសបារ៉ែនកាតា United បាទអារ៉ាប់បាទប្រទេសអារ៉ាប់ប្រទេសឌូបៃផ្សេងៗហ្នឹងដែលគាត់នាំចេញប្រេងហ្នឹងគឺគាត់ខកខានក្នុងការផ្គត់ផ្គង់ប្រេងទៅកាន់ប្រទេសដទៃបាទអញ្ចឹងទៅធ្វើឲ្យតម្លៃហាងឆេងប្រេងបាទគឺមានការងើបឡើងច្រើនមែនទែនអញ្ចឹងខ្ញុំចូលទៅក្នុង website បាទតាក់ទងទៅនឹងតម្លៃហាងឆេងប្រេងឃើញថាព្រឹកនេះគឺប្រេងមានការកើនឡើងរហូតដល់22.80% បងប្អូនបាទសម្រាប់ថ្ងៃច័ន្ទសប្តាហ៍នេះបងប្អូនបាទអញ្ចឹងកាលពីសប្តាហ៍មុនចន្លោះប្រេងបាទ1បារ៉ែលត្រឹមតែ$70ទៅ$80ជាងទេប៉ុន្តែថ្ងៃច័ន្ទនេះបាទគឺបានលោតឡើងជាង20%អញ្ចឹងតម្លៃបច្ចុប្បន្ន1បារ៉ែលបងប្អូនអ្នកគ្នាស្មើនឹង$113.82បាទ1បារ៉ែលមួយធុងធំបងប្អូនអាធុងធំដាក់សាំងហ្នឹងបាទវាស្មើនឹង160លីត្របងប្អូនក្បែរ160លីត្របាទ159លីត្របាទអញ្ចឹងយើងឃើញថាស្ថានភាពបច្ចុប្បន្នគឺតានតឹងមែនតើបាទហើយបើសិនជាបងប្អូនអ្នកគ្នាចង់ទិញលក់មាសបាទបងប្អូនអ្នកគ្នាចង់ទិញលក់មាសគឺយើងរងចាំឲ្យមាសធ្លាក់ចុះបងប្អូនបាទយើងមាសបច្ចុប្បន្នគឺវាកំពុងតែលេងនៅក្នុងរ៉េងបាទជួញដូរក្នុងរ៉េងចន្លោះ$5000នៅក្នុងមួយអោនទៅ$5200នៅក្នុងមួយអោនបងប្អូនអ្នកគ្នាបាទអញ្ចឹងបើសិនជាបងប្អូនចង់ទិញចាំឲ្យវាធ្លាក់ចុះច្រើនជាងនឹងបន្តិចចាំបងប្អូនធ្វើការទិញទុកបាទហើយបើសិនជាបងប្អូនអ្នកគ្នាចង់ធ្វើការសិក្សាទៅលើការទិញលក់ជាមួយនឹងតម្លៃហាងឆេងមាសជាមួយទីផ្សារអន្តរជាតិដែលទទួលបានតម្លៃសុក្រិតបាទដែលពីតម្លៃហាងឆេងមាសអន្តរជាតិផ្ទាល់បងប្អូនអ្នកគ្នាអាចធ្វើការតំណាក់មកកាន់ក្រុមការងាររបស់យើងដើម្បីសួរនាំអំពីព័ត៌មានលម្អិតបាទហើយនៅក្នុងខែនេះបងប្អូនអ្នកគ្នាបាទសម្រាប់ថ្ងៃទី13ខែមីនាឆ្នាំ2026គឺយើងមានគេហៅថាសិក្ខាសាលាមួយស្ដីអំពីការទិញលក់មាសបាទឱកាសក្នុងការទិញលក់មាសដែលក្រុមហ៊ុនរបស់យើងនឹងធ្វើការបង្រៀនបងប្អូនតាក់ទងទៅនឹងរបៀបក្នុងការជួញដូរជាមួយទីផ្សារហាងឆេងមាសអន្តរជាតិបាទក្នុងតម្លៃទាបការវិភាគទីផ្សារនិងតាមដានព័ត៌មានអន្តរជាតិក៏ដូចជារៀនអំពីរបៀបក្នុងការគ្រប់គ្រងហានិភ័យក្នុងការចូលជួញដូរជាមួយនឹងតម្លៃហាងឆេងមាសហើយសម្រាប់សិក្ខាសាលាហ្នឹងបាទគឺយើងមិនមានការគិតថ្លៃទេបងប្អូនអាចចូលរួមដោយសេរីប៉ុន្តែចំនួនមានកំណត់បងប្អូនគ្នាបាទអញ្ចឹងយើងរួចរាន់ឡើងបើសិនជាបងប្អូនគ្នាចាប់អារម្មណ៍នៅក្នុងការសិក្សាអំពីការទិញលក់តម្លៃហាងឆេងមាសជាមួយនឹងទីផ្សារអន្តរជាតិបាទអញ្ចឹងពីខ្ញុំទៅគឺមានប៉ុណ្ណឹងបាទអរគុណអ្នកនរគ្នាសម្រាប់ការទស្សនាវីដេអូរបស់ខ្ញុំបាទជួបគ្នានៅវីដេអូក្រោយជំរាបលា